ចាអនុញ្ញាតគ្រប់នឹងជម្រាបសួរប្រិយមិត្តទូរទស្សនិកជនទីគោរពនិងជាទីមេត្រីស្វាគមន៍លោកអ្នកមកកាន់កម្មវិធីហងមានព័ត៌មានពេលព្រឹកបាទទស្សនិកជនសូមស្វាគមន៍យើងវិលមកជួបគ្នាគូទី2បាទថ្ងៃនេះកញ្ញាសុភាចូលជំនួសសេឡាដោយសារតែសេឡាថ្ងៃហ្នឹងគាត់ជាប់រវល់ចាមានធុរៈតខ្លួនបាទមានធុរៈចាមានធុរៈបាទមិនសមមិញនៅពេលដែលគាត់អានព័ត៌មានមួយតាក់ទងនឹងរឿងប្រសង់ឆ្លោះគ្នាណាកាប់ចាក់គ្នានៅវត្តនៅខាងកោះដាច់ណាដល់ពេលបដិជគុណពនាមអីចឹងមកភេទប្រុសយ៉ាងណាឥឡូវហ្នឹងខាង Facebook គេថាគេយកចំណុចហ្នឹងមកថាយើឥឡូវហ្នឹងប្រសង់ភេទប្រុសបដិជគុណភេទប្រុសអាលឿនពេញភ្លេចឆោតចោលតែឥឡូវឮថាលោករទ្ធីចិត្តរៀបការឥឡូវណាចិត្តការថ្ងៃសុកនោះទៅពិធីរៀបអាពាហ៍ពិពាហ៍ចឹងរៀងសជាងមុនរៀបនេះរៀបម្សៅនំប៉័ងរៀបពីឡូវទៅចាហើយអត់ហ៊ានរៀបលេទៅវាខ្លាចវាចេញអីដូចគេបង្ហាញនៅក្នុងរូបភាពចេញអីណាបាទអញ្ចឹងទិញនំប៉័ងម្សៅនំប៉័ងមកកាតេចាតែកូនកំងតដែរកូនកំងមុខដូចតម៉ែវាដែរបាទចាបាទអញ្ចឹងទេមានអីក្រៅពីយើងការផ្ដាំចាស់ម្លឹកបាទឥឡូវនេះទូទាំងជនយើងវិលមកជួបគ្នាសម្រាប់ព្រឹកនេះហើយព្រឹកនេះគិតថាចង់និយាយរឿងអីមុនទេនេះព្រោះវារឿងច្រើនពេកចាព្រឹកមិញនេះព្រលឹមឡើងប្រជាពលរដ្ឋអ្នកនៅខាងកំពង់ថ្មខេត្តកំពង់ធំមកតាំងព្រឹកបាទគាត់ទូរស័ព្ទមកតាំងព្រឹកសូមអរគុណជាមួយនឹងលោកស្នងការនគរបាលខេត្តកំពង់ធំបាទហើយក៏គាត់ក៏អរគុណជាមួយហងមាសផងដែរបានហងមាសផ្សាយទៅធ្វើឲ្យឡានរបស់គាត់ប្រភេទកាឡេថងណាតែត្រូវបានគេយកទៅទុកនៅស្នងការដោយសារតែរឿងបុកគេនោះបាទឥឡូវហ្នឹងបានបកគលទូទាត់ហ្នឹងឲ្យគាត់វិញហើយគាត់ថានៅពេលដែលសមត្ថកិច្ចបកគលឲ្យហ្នឹងគឺអត់អស់លុយទេអស់តែលុយអស់តែ$10ថ្លៃកាតទូរស័ព្ទខោថៅចុះអស់តែនងឲ្យខ្ញុំអត់មានកាតទូរស័ព្ទដែរយោចំណែនភ្លាមអរគុណដែរខ្ញុំអរគុណជំនួសឲ្យតែបានបងប្អូនបានរបស់នឹងទៅប្រើវិញទៅព្រោះអានេះវាជាសម្រាប់អាយុជីវិតសម្រាប់គាត់ទៅហើយបាទបានជាគាត់សម្រាប់ទូរស័ព្ទមកខ្ញុំបាទហើយគាត់ថានៅពេលដែលហងមាសផ្សាយចេញទៅសັບតែប៉ូលីសទៅស៊ូគាត់នៅតាមភូមិគាត់តាញ៉ាំណារាយការណ៍ទៅដល់ប៉ូលីសអានទៅដល់ហងមាសបាទញ៉ាំណាបានផ្ដល់ព័ត៌មាននឹងទៅដល់ហងមាសមិនក៏ប្រញាប់និយាយមែនរឿងហ្នឹងបាទឈប់ផ្ដល់ព័ត៌មានទៅឲ្យហងមាសតិចទៀតគេឲ្យហើយចាតែចុះបើគ្រាន់តែឲ្យសោះមានអីទៅលាក់លៀមចាបាទអញ្ចឹងបានគ្រប់កន្លែងមិនមែនថាតលតែយើងផ្សាយទៅបានឲ្យទៅគ្នាទេបើមិនជាផ្សាយឲ្យបានឲ្យទៅគ្នាអានឹងអត់មានគំនិតល្អទេចាគំនិតអាក្រក់វិញហើយនេះចេះផ្សាយចុះបើអត់ផ្សាយទុកឲ្យយោអានេះយើងគិតទាំងអស់គ្នាអញ្ចឹងណាមានតែអត់បាទហើយមានតែអាជ្ញាធរមូលដ្ឋានហ្នឹងហើយដែលដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋហើយដល់ពលរដ្ឋពឹងវាមិនបានធ្វើបាបគាត់អត់មានខ្សែអត់មានខ្នងដើម្បីបានរបស់ទ្រព្យរបស់គាត់ដែលសម្រាប់ចាំជីវិតគាត់មានណាមានឲ្យមកខាងខ្ញុំនេះជួយបន្លឺសំឡេងបាទដើម្បីគេហៅថាខ្សឹបដាក់មីក្រូអញ្ចឹងទៅមីក្រូដឹងស្រាប់ហើយខ្សឹបមែនប៉ុន្តែគាត់វាលឺចាបាទហើយលឺសម្រាប់តែប្រយោជន៍ទូទៅឯងអត់មានសម្រាប់បុគ្គលទេតែបើខុសអានឹងគិតរឿងខុសណាបងប្អូនណាខុសបាទត្រូវគឺគិតត្រូវបាទកុំឲ្យថាលោកឧទ្ធីនិយាយថាទេខុសតែម្ដងនឹងនិយាយធ្វើអីទេណាអាម្ដងនោះក៏ខុសដែរបាទសូម្បីតែខ្ញុំនោះមិនមែននិយាយទៅសើល្អអត់ខ្ចោះដែរជួនកាលវានិយាយទៅវាអត់ត្រូវដែរដល់ពេលយូរវាជាប់មាត់ទៅវាទៅជ្រុលថងទៅបែកពពុះមាត់តែបែកអាមួយបែកពពុះមាត់និយាយអាមួយបែកពពុះមាត់ត្រូវថ្នាំ
ធ្វើថ្នាំសដំអាមួយបែកពពោះមាត់ដោយសារតែទឹកដោះហួសដលេអានោះបែកពោះមាត់វាច្រើនយ៉ាងអាមួយរឿងតាក់ទងហ្នឹងគេធ្វើបាបអូនគេមើលងាយអូនគេមើលហ្នឹងគេមើលងាយអូនគេធ្វើបាបអូនទាញអាការមកប្រុយចោលឡានបាត់បាទហើយតាក់ទងនឹងរឿងថោងសារ៉ាត់លោកអ្នកអត់មានអីថ្មីទេហើយគេលូតែរងចាំកំពុងអង្គុយរងចាំទស្សនាតើលោកធីបែបមានអីថ្មីទេរឿងហ្នឹងខ្ញុំដឹងហើយព្រោះខ្ញុំចេញទៅខាងក្រៅជឿឲ្យវាយតាក់ទងនឹងរឿងហ្នឹងរួចហើយសួរខ្ញុំតាលោកធីមួយនិយាយឲ្យអស់ហ្មងមើលអាកន្លែងណាដែលតន់និយាយអស់ហ្មងតាក់ទងរឿងហ្នឹងវាមិនខ្លះតានិយាយអស់ស្អែកបានអីនិយាយរឿងភាគว่าដល់ចាប់ផ្ដើមចេញក្បាលដំបងចេញមកដឹងដល់ទីបញ្ចប់ទៅហើយលែងទស្សនាបាត់ហើយអញ្ចឹងក៏ហើយអ្នកទស្សនាកំពុងទស្សនានៅតាមហាងកាហ្វេកាទៀវអញ្ចឹងដែរនៅមកជួយចិត្តពេទ្យរុស្ស៊ីនៅស្ទឹងមានជ័យនៅខាងតឡោកបែកនៅខាងទួលគោកកន្លែងហ្នឹងគេហៅថាកាហ្វេនយោបាយចាទឹកតែនយោបាយហើយកន្លែងខ្លះទៀតមិនមែននយោបាយគឺគាត់និយាយអំពីរបៀបបរស៊ីរបស់គាត់ណែនជុំប៉ុន្តែអស់តែកាហ្វេខ្មៅតែមកកូនកៅតូចទេណាអង្គុយដល់ម៉ោងមិន10ចាតែគាត់នៅបតែ20ប៉ាន់ចឹងបានខ្ញុំសួរអ្នកលោកកាហ្វេហ្នឹងខ្ញុំតាំងងាប់ឲ្យបងឯងបើមួយយ៉ាងនេះណាមួយខែដឹងប្រមាណលានទេតែប្រមាណលានណាលោកធីអើយមួយខែហ្នឹងគាត់គិតថ្លៃភ្លើងថ្លៃទឹកហ្នឹងអត់ចង់គ្រប់ផងចុះបើកាហ្វេខ្មៅមួយកែវទូចលេងពួយតែ10ប៉ាន់អញ្ចឹងមានអីទៀតអូបើនិយាយចឹងត្រូវអ្នកអូប៉ាមើលតែម្នាក់នៅតែខាងមុខគាត់ដាក់កាហ្វេហើយគាត់ដាក់តែ3ពេងកាហ្វេមួយកែវតែ3ពេងចេះថែមបាទហើយពូនៅខាងក្រោយនោះគាត់កាហ្វេទឹកដោះគោហើយដាក់នំប៉័ងទៀតចាដាក់នំប៉័ងទៀតអាពេលផឹកហើយនោះបានកាទៀវហ្នឹងងើយយ៉ាងណាកាទៀវនៅជាប់មាត់ហ្នឹងអត់ទាន់តម្លាក់ទៀតនៅមើលសិននិយាយមើលឃើញហ្នឹងហើយអ្នកនៅកំពង់ស្ពឺកាហ្វេនៅកន្លែងបេនឡានហ្នឹងអញ្ចឹងនៅនោះជុំមើលជុំគ្នានោះឃើញខ្ញុំខ្ញុំមើលទៅឃើញហ្នឹងបាទហ្នឹងអ្នកកាហ្វេនៅកាទៀវនៅកន្លែងកំពង់ស្ពឺនៅកន្លែងបេនឡានចាបាទហើយឥឡូវនេះកុំអោយវែងឆ្ងាយតាក់ទងនឹងរឿងថោងសារ៉ាត់ទូទស្សនិកជនថ្ងៃនេះខ្ញុំមិនជម្រាបជូនអីវែងទេគ្រាន់តែចេះជុំវិញនឹងរឿងសម្លេងឃ្លីបរបស់ថោងសារ៉ាត់ដែលបង្ហាញនៅក្នុង Facebook នោះឥឡូវនេះសមត្ថកិច្ចយកសម្លេងឃ្លីបនឹងដើម្បីធ្វើការស្រាវជ្រាវថាតើសម្លេងនេះជាសម្លេងពិតប្រាកដឬយ៉ាងណាបាទសម្លេងថោងសារ៉ាត់ពិតប្រាកដឬយ៉ាងណាប៉ុន្តែភាគរយនៃការជឿជាក់ថាសម្លេងរបស់គាត់នឹងគឺ 70% ទៅហើយសមត្ថកិច្ចគាត់ថាអញ្ចឹងគាត់ថាសម្លេងរបស់គាត់ 70% ទៅហើយឥឡូវនេះសមត្ថកិច្ចគាត់កំពុងតែធ្វើការស្រាវជ្រាវតាមដានស៊ើបអង្កេតរកសម្លេងនឹងមកពីប្រភពឯណានៅឯណាទីតាំងណាបាទគាត់កំពុងតែស្រាវជ្រាវអញ្ចឹងយើងមិនទេខាងខ្ញុំនេះចាំតែផ្សាយពេលដែលព័ត៌មានអីថ្មីជុំវិញរឿងនឹងបានផ្សាយតែបើថានិយាយទៅរឿងដដែលចាស់អត់និយាយបាទចាបាទចាស់អត់និយាយអាហ្នឹងវាដូចតែយើងនេះចឹងណារឿងចាស់យើងអត់ត្រូវចង់ដឹងទេអញ្ចឹងតែបើរឿងចាស់ហ្នឹងទៅតភាគទៅរឿងថ្មីអាហ្នឹងចង់ដឹងចាមនុស្សចាស់ក៏ចឹងដែរខ្ញុំមនុស្សចាស់អត់ងាញ់ទេងាញ់តែក្មេងចិត្តហ្នឹងណាតោះយើងកុំឲ្យគេមើលងាយអូននោះតោះដើម្បីកុំឲ្យអូនគេមើលងាយអានព័ត៌មានមកឥឡូវនេះបន្តចូលរឿងជាដំបូងនេះគឺនារីបម្រើការនៅខារ៉ាអូខេ X Gold វាយគ្នាដោយសារតែរឿងចែកលុយធីបគ្នាលុយធីបទៀតចាលុយធីបអូណែក៏មុនតាមចាំដូចជាលុយធីបនឹងរឿងដោយសារតែបញ្ហាលុយធីបធ្លាប់ត្រូវមកកែងចោតម្ដងហើយអញ្ចឹងមកកែងចោតចាបាយមកស្បែកជើងចានៅណានៅគិរីរុំក៏នោះកាលនោះនៅគិរីរុំ
ឥឡូវនេះនៅណាចាំមើលតាក់តងរឿងលុយធីបទៀតនារីខារ៉ាអូខេចេញពីបន្ទប់ទទួលភ្ញៀវវិញនិយាយឌឺដងដាក់គ្នារឿងបានលុយធីបតិចនឹងច្រើនឈានរហូតដល់រឿងប្រាក់ខែបង្កឲ្យមានការឆ្លោះប្រកែកវាយតប់គ្នាទៅវិញទៅមកកាលពីវេលាម៉ោង 12:30 នាទីរំលងអាត្រៀតឈានចូលថ្ងៃទី 10 ខែធ្នូនៅក្នុងខារ៉ាអូខេ X Gold ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 2004 ភូមិត្រពាំងលាវាសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យប្រភពព័ត៌មានពីឈ្មោះនាងអ៊ីភេទស្រីអាយុ 19 ឆ្នាំគឺជាបុគ្គលិកខារ៉ាអូខេ X Gold ស្នាក់នៅផ្ទះជួលលេខ 3 ភូមិត្រពាំងលាវាសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិព្រះរៀមស្រុកបាទីមិនឃើញតែមុខភេឯងនេះវាអត់ឃើញរូបដែលគេខារ៉ាអូខេនឹងសោះនេះចាបាទហើយមិនអីសហការីនឹងឲ្យគេមើលតែមុខអ្នកនិយាយព័ត៌មានគេអត់ត្រូវការចង់មើលយូរឯណាគេត្រូវការមើលរូបភាពហ្នឹងវាមិនបាទឥឡូវបន្តចូលរឿងថ្មីតែម្ដងចាបាទតោះដូរសិនអត់ទេរឿងតាក់តងនឹងគ្មានរូបគួរតាំងខ្ញុំតាំងគេអ្នកទស្សនានោះក៏គេចង់ដឹងដែរចង់ឃើញដែរចាបាទដល់ពេលយើងនិយាយទៅឲ្យមើលតែមុខតែ2នាក់ហើយនិយាយព័ត៌មានមកព្រឹក2ម៉ោងមើលតែមុខ2នាក់ហ្នឹងគេធុញចាបាទអញ្ចឹងយើងត្រូវយល់អារម្មណ៍ពីអ្នកទស្សនាដែរតោះឥឡូវទៅតរឿងទៀតបើតារឿងហ្នឹងអត់រូបដូររឿងចាបាទចាំយករូបឲ្យបានមួយថ្ងៃអីមិញអត់ព្រមប្រាប់សោះសហការីយើងហ្នឹងបាទឥឡូវនេះតចូលមួយរឿងទៀតគឺចានាំគ្នាទៅរកសេវាផ្លូវភេទត្រូវជន់សង្ស័យវាប្លន់យកលុយខ្សែកនិងទូរស័ព្ទបាទកម្មករសំណង់3នាក់ទំនេរពីការងារនាំគ្នាជិះម៉ូតូឌុបទៅរកសេវាផ្លូវភេទនៅក្រោមស្ពានអាកាសស្ទឹងមានជ័យត្រូវជន់សង្ស័យវាកាត់និងកំបិតប៉ាំងតោប្លន់យកលុយអស់ 50,000 រៀលខ្សែកផ្លាទីនតម្លៃ$150និងទូរស័ព្ទ Samsung Galaxy Note 1គ្រឿងកាលពីវេលាម៉ោង 1:20 នាទីរំលងអាត្រៀតឈានចូលថ្ងៃទី 10 ខែធ្នូឆ្នាំខែធ្នូចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យសង្កាត់បឹងសាឡាងខណ្ឌទួលគោកជនរងគ្រោះគឺមានឈ្មោះថាមុលវណ្ណាភេទប្រុសអាយុ 21 ឆ្នាំជាកម្មករសំណង់ស្នាក់នៅសង្កាត់ទួលទំពូងខណ្ឌចំការមនមានស្រុកកំណើតនៅភូមិតាសួរឃុំតាសួរស្រុកស្វាយជ្រុំខេត្តស្វាយរៀងនិងម្នាក់ទៀតឈ្មោះសូនយ៉ាតភេទប្រុសអាយុ 21 ឆ្នាំធ្វើការស្នាក់នៅនឹងស្រុកកំណើតជាមួយគ្នាចំណែកឯមិត្តភក្តិម្នាក់ទៀតមិនបានប្រាប់ឈ្មោះរត់គេចខ្លួនប្រពន្ធព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុពួកគេមានគ្នា3នាក់បានបបួលគ្នាជិះម៉ូតូឌុបទៅរកសេវាផ្លូវភេទនៅម្ដុំស្ពានអាកាសស្ទឹងមានជ័យពេលទៅដល់បានចូលទៅផឹកកាហ្វេម្នាក់អស់វិកែវហើយមិនទាន់រកបាននៅឡើយទេក៏នាំគ្នាដើរចេញមកក្រោមស្ពានអាកាសស្ទឹងមានជ័យក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា5នាក់បានរត់ទៅវាយតប់ពួកគេនិងប្រដាប់ដោយដាវកំបិតតាំងតោដេញកាប់ជនរងគ្រោះយកដៃរងបណ្ដាលឲ្យរយៈដៃឆ្វេង2នាក់ចំណែកឯម្នាក់ទៀតមិនមានរងរបួសបានរត់គេចខ្លួនដោយឡែកជនរងគ្រោះឈ្មោះមុលវណ្ណាត្រូវបានជនសង្ស័យវាយហើយបានប្លន់យកលុយចំនួន 50,000 រៀលខ្សែកផ្លាទីនមួយខ្សែមានតម្លៃ$150និងទូរស័ព្ទ Samsung Galaxy Note ពណ៌សមួយគ្រឿងហើយជនសង្ស័យនាំគ្នាគេចខ្លួនអស់ហើយក្រោយពេលកាត់ហេតុជនរងគ្រោះដែលរងរបួសទាំងពីរនាក់បានជិះម៉ូតូឌុបទៅដេកមុខរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបាទសូមជម្រាបបន្ថែមបន្តិចនៅគល់ស្ពានស្ទឹងមានជ័យឥឡូវហ្នឹងវាស្ពានអាកាសហ្នឹងវាទំនើបខ្វាត់ខ្វែងហើយប៉ុន្តែខ្ញុំនិយាយពីមុនតំបន់គល់ស្ពានស្ទឹងមានជ័យផ្លូវ271ទៅឲ្យជើងទៅសាលាសាមគ្គីទៅជើងទៅនៅអាកន្លែងកាច់ជ្រុងកន្លែងចំណុចលូទឹកស្អុយហ្នឹងកន្លែងទៅហ្នឹងមកវងហ្នឹងទៅបាទហើយនៅខាងត្បូងបាទនៅខាងត្បូងជាប់នឹងបលាយមកត្បូងហ្នឹងបាទអញ្ចឹងនៅខាងត្បូងហ្នឹងគឺកន្លែងទៅហ្នឹងគឺមានដែរប៉ុន្តែពេលដែលមានបញ្ហាអីកើតឡើងគឺគេរត់ចូលទៅខាងក្នុងហ្នឹងដូចរុនកដុលអញ្ចឹងបាទអ្នកដែលបង្កប់ខ្លួនគឺក្រុមអ្នកលេងគ្រឿងញៀនផងក្រុមអ្នកលេងជើងកាងក៏នៅក្នុងដែរពីមុនបាទប៉ុន្តែឥឡូវនេះនៅមានទៀតដែរស្ពានស្អាតប៉ុណ្ណឹងហើយនៅបង្កប់នៅខាងក្នុងហ្នឹងទៀតដែរបាទអញ្ចឹងជាទូទៅគេមកប្រព្រឹត្តបត់ល្មើសអីផ្សេងនៅខាងនេះហើយវាយភ្ញៀវយកលុយពីមុនសម្បូរវាយភ្ញៀវយកលុយបាទអ្នកធ្វើដំណើរពេលយប់វាយយកលុយហើយគឺរត់ចូលទៅខាងក្នុងនឹងតែម្ដងចា៎បាទនេះស្ពានអាកាសណាពីមុននៅនៅឈៀងមកខាងត្បូងបាទអញ្ចឹងចូលកាលណាវាធ្វើសកម្មភាពរត់ចូលភ្លុកទៅក្នុងមកព្រោះកន្លែងតំបន់កន្លែងចំណុចហ្នឹងគឺកន្លែងស្មុកស្មាញបាទហើយប្រជាពលរដ្ឋនៅទីនោះក៏ធ្លាប់ទូរស័ព្ទមកខ្ញុំដែរតាក់ទងនឹងរឿងនៅកន្លែងនោះតំបន់ស្មុកស្មាញមួយដែលក្រុមអ្នកសមាជិកភាពមិនល្អគាត់ទៅលាក់ខ្លួនគាត់ទៅជួលនៅនោះបាទព្រោះពីមុនធ្លាប់មានប៉ុន្តែដល់ពេលឥឡូវនេះវាស្ពានថ្មីគេធ្វើស្អាតអីចឹងទៅវាពិបាកនឹងលាក់ខ្លួនបាទប៉ុន្តែឥឡូវនៅមានមួយឥឡូវនៅមានទៀតបាទហើយសេវាផ្លូវភេទនៅមានទៀត
មានលាក់លៀមនោះ ចា បើតែហ្នឹងគេឥឡូវហ្នឹងគេប្រើសេវាតាមទូរស័ព្ទវិញហើយបើគេអត់អង្គុយចំហនៅចាំទេ ចា ឡូអូណាណាបាទអូក្រោមស្ពានណាក្រោមឡានណាងាប់ មិនទៅ បា ទៅ ត់ កុំឡានវិញ ចុះឡានកិនវាឡាយហៅមួយ មិនដឹងថាក្រោមស្ពានខ្ញុំទៅទៅអូក្រោមឡានចឹងបានចឹងបានគេថានៅពេលដែលគ្រោះថ្នាក់ចរាចរណ៍មានភាពធ្លាប់ឃើញអាគេជិះម៉ូតូរួចហើយមានអាស្ករទាញហើយគេបាញ់ស្ករទាញហ្នឹងហើយនឹងខ្លះគេមានម៉ូតូខ្លះគេអត់ម៉ូតូកង់ ចាកង់ បាទអាស្ករទាញចឹង ចា ដល់ហើយមិនគេចាក់មញ៉េបាសឡើងលឺដល់ពេលទឹកដែលលក់ស្ករទាញហ្នឹងគាត់បើកម៉ូតូទៅដល់ចិត្តស្ពានទឹងមានជ័យហ្នឹងគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ចា ដល់ស្លាប់អាភ្លេងមញ៉េហ្នឹងវានៅតែច្រៀងមិនធម្មតាហេមិនធម្មតាហេមិនធម្មតាដល់ពេលអ្នកទៅចុយអាគាត់នេះឈាមពេញមុខពេញមាត់នៅតែមិនធម្មតាគ្រោះថ្នាក់ធ្ងន់ណាមិនធម្មតាណាបើតាមអូនមញ៉េតា មិនធម្មតាដល់មកលើវាដាក់បတ်ចម្រៀងថាឥឡូវបាត់ហើយបងពុកប៉ុណ្ណាហេប៉ុណ្ណាបាត់អី អូចេះច្រើនបត់ហ្នឹង ទៅច្រៀងឲ្យច្រើនបាត់ដល់ប៉ុណ្ណាហេឃើញគេដល់ពេលគេងាកមកខ្ញុំច្រៀងហ្នឹង ចា ច្រៀងមកងាកមកដើម្បីប៉ុណ្ណាហេប៉ុណ្ណាចាប់រយទឹកបាបអូនតាទៀត បន្តចូលរឿងទៀតចាគឺបរិះម្នាក់គឺស្រវឹងស្រាចតម៉ូតូទុកចោលដោះស្បែកជើងដេកតាមផ្លូវ បរិះម្នាក់ចេញពីផឹកស៊ីស្រវឹងខ្លាំងពេកឈប់ម៉ូតូទុកនៅចិញ្ចើមផ្លូវចុះទៅដេកតាមចុះទៅដេកនៅតាមផ្លូវដោយមិនខ្លាចចោលលួចម៉ូតូទេធ្វើឲ្យអ្នករត់ម៉ូតូដប់ឃើញទូរស័ព្ទហៅសាច់ញាតិដឹកយកត្រឡប់ទៅផ្ទះវិញកាលពីវេលាម៉ោង 11:05 នាទីយប់ថ្ងៃទី 9 ខែធ្នូមុខផ្ទះលេខ 151 ផ្លូវលេខ 156 សង្កាត់ទឹកឡកទី 2 ខណ្ឌទួលគោកអ្នកឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុបរិះស្រវឹងជិះម៉ូតូ Fino ពណ៌សពាក់ស្លាកលេខភ្នំពេញ 1AN 8258 ទិសដៅពីកើតតលិចក្នុងស្ថានភាពនោះគឺស្រវឹងជោគជាំទើបនឹងចេញពីផឹកស៊ីមកដល់ចំណុចខាងលើជិះទៅមុខលេងរួចបានឈប់ម៉ូតូចតទុកនៅចិញ្ចើមផ្លូវដោះមួកនឹងកាតាបដែលមាន laptop មួយគ្រឿងដាក់នៅដៃចង្កូតម៉ូតូដោយមិនបានដកកូនសោចេញពីម៉ូតូទេបានចុះពីលើម៉ូតូដោះស្បែកជើងដេកនៅតាមផ្លូវលក់យ៉ាងស្កប់ស្កល់ទោះបីជាអ្នកឃើញហេតុការណ៍នាំគ្នាដាស់ក៏មិនព្រមភ្ញាក់ក៏ត្រូវបានអ្នកឃើញហេតុការណ៍នាំគ្នាអង្គុយយាមមិនហ៊ានទៅណាទេខ្លាចជនឆ្លៀតឱកាសលួចយកម៉ូតូទៅបាត់បន្ទាប់មកក៏ឆែកឃើញទូរស័ព្ទបានតាក់ទងហៅសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញបន្ទាប់ពីទូរស័ព្ទទៅមួយសន្ទុះបងប្អូនជីដូនមួយម្នាក់មកដល់បានយកទឹកជះលើមុខទើបដឹងខ្លួនបន្តិចលើកដាក់រមាក់ម៉ូតូដឹកយកទៅត្រឡប់ទៅផ្ទះវិញនៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខកន្លងមកបរិះម្នាក់ធ្លាប់ផឹកស្រវឹងដេកនៅមុខមន្ទីរពេទ្យព្រះកុសមៈម្ដងរួចមកហើយត្រូវជន់ឆ្លៀតឱកាសហ្នឹងចាលួចយកម៉ូតូចេញទៅបាត់ចាឥឡូវនេះបន្តចូលមួយរឿងទៀតចាស្រវឹងស្រាទៀតហើយគឺស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយរងរបួសធ្ងន់3នាក់រថយន្តកាមេរី Hybrid បើកទាំងស្រវឹងជោគជាំទៅបុកពីក្រោយម៉ូតូភូសាពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់3នាក់ចំណែកឯរថយន្តបុកអូបម៉ូតូជាប់ក្រោមរថយន្តបើករថកិច្ចបើករថកិច្ចត្រូវប្រជាប្រដ្ឋយកដុំថ្មគប់និងវាយបែកកញ្ចក់រថយន្តហើយកាលឡើងកាលពីវេលាម៉ោង 9 យប់ថ្ងៃទី 9 ធ្នូនៅនៅក្បែរប៉ុស្តិ៍ច្រាំងចម្លេះទី 2 ផ្លូវជាលេខ 5 សង្កាត់ច្រាំងចម្លេះទី 2 ខណ្ឌរិស័យកែវប្រពន្ធព័ត៌មានបានឲ្យដឹងថារថយន្តបង្កម៉ាកកាមេរី Hybrid ពណ៌បៃតងខ្ចីបើកបរដោយបរិះម្នាក់ស្រវឹងជោគជាំបើកបរពីជើងទៅត្បូងស្របទិសគ្នាជាមួយនឹងម៉ូតូភូសាពណ៌លឿងជិះគ្នា3នាក់ទើបនឹងឆ្លងផ្លូវមកជិះមកជិះស្របជាមួយនឹងរថយន្តក៏ស្រាប់តែរថយន្តបើកលឿនពេកបានបើកទៅបុកពីក្រោយម៉ូតូពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូវ័យក្មេងទាំង3នាក់ខ្ទាតចេញពីរថយន្តបោកនឹងថ្នល់រងរបួសធ្ងន់ទាំង3នាក់ចំណែកឯរថយន្តបង្កបុកអូសម៉ូតូជាប់ពីមុខរថយន្តតាំងពីកន្លែងកាត់ហេតុរហូតដល់ផ្លូវបេតុងភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌរិស័យកែវទើបជ្រុះម៉ូតូចេញពីរថយន្តហើយរថយន្តបានបត់ត្រឡប់ទៅក្រោយវិញទៅជិតកន្លែងកាត់ហេតុក្បែរផ្ទះរបស់អ្នកបើករថយន្តបង្កក៏បានឈប់រថយន្តចតទុកចោលចិញ្ចើមផ្លូវហើយគេចខ្លួនចូលផ្ទះ
ចំណែកឯចាអ្នកបើកម៉ូតូមានឈ្មោះអារ៉នភេទប្រុសអាយុ25ឆ្នាំនិងអ្នករួមដំណើរជាមួយឈ្មោះសាទភេទប្រុសអាយុ13ឆ្នាំនិងឈ្មោះអាតភេទប្រុសអាយុ10ឆ្នាំដោយឡែកប្រជាពលរដ្ឋដែលឃើញរថយន្តចាដែលឃើញរថយន្តបើកបុកម៉ូតូហើយបើបត់រត់ទាំងអស់ម៉ូតូជាប់ពីមុខរថយន្តហើយបើករត់មកកន្លែងកាត់ហេតុវិញធ្វើឲ្យប្រជាពលរដ្ឋមានកំហឹងទោះបីជាអ្នកស្គាល់គ្នាក៏ប្រជាពលរដ្ឋបានយកដុំថ្មគប់បែកកញ្ចក់ទាំងខាងមុខនិងខាងក្រោយដែរហើយក្រោយពេលកាត់ហេតុអ្នករងរបួសធ្ងន់ទាំង3នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ែតចំណែកឯរថយន្តនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ច្រាំងចម្លែកទី2តិចហ្មងគាត់គប់ហ្មងបន្តិចកញ្ចក់ហ្មងណាទោះបីស្គាល់គ្នាដែរក៏ខឹងពេកយ៉ាងម៉េចគាត់អត់ឈប់ហ៎គាត់នឹងជិះម៉ូតូបុកចាជិះឡានហ្នឹងបុកម៉ូតូហើយនឹងឲ្យគៀបម៉ូតូជាប់ហើយនៅអស់ម៉ូតូទៅទៀតនៅទៅមុខទៀតអត់ឈប់ណាចាដល់អត់ឈប់គេនៅខឹងចាខឹងហ្នឹងគប់បែកកញ្ចក់ទៅបែកកញ្ចក់ហ្នឹងទៅហើយឥឡូវហ្នឹងដល់ពេលអញ្ចឹងចេញមកឆ្លោះគ្នាអត់ទេម្ចាស់ហ្នឹងរត់ចូលផ្ទះហើយចាស់ឡានចាម្ចាស់ឡានរត់ចូលផ្ទះហើយពួកអីបុកហ្នឹងនៅចិត្តផ្ទះរបស់គាត់ហ្នឹងដែរអូចិត្តគ្នាចាឥឡូវនេះជាមេរៀនមួយទៀតហើយប្រិមិត្តណាយើងបើសិនជាបានប៉ះពាល់គ្នាបន្តិចបន្តួចហើយយើងឈប់ទៅជជែកគ្នាទៅណាអធិស្ឋានគ្នាទៅហើយកាលណាបើសិនជាយើងមិនអធិស្ឋានគ្នាគឺអញ្ចឹងឃើញទេនោះអាងដុំថ្មទៅអត់អាងខ្នងប៉ុន្តែអាងដុំថ្មទៅចាបាទខ្ទេចផលប្រយោជន៍ពីផលតូចធ្វើឲ្យខូចផលធំអញ្ចឹងគ្រោះថ្នាក់តែតិចតួចទេបាទពៀគ្នាបន្តិចទេបើសិនជាឈប់ទៅជែកគ្នាហើយបាត់ចាហើយដល់ពេលឥឡូវទៅជាចំនួនហើយចំនួនទី1កើតឡើងដោយភាគីខាងឡានថាលោកឯងបំផ្លាញទ្រព្យសម្បត្តិខ្ញុំបាទអ្នកឯងទៅជាប់ចោតពីបទព្រំមិនទាន់អ្នកឯងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្ញុំអ្នកឯងគប់ដុំថ្មហើយដល់ខាងនោះគាត់ថាលោកឯងបុកខ្ញុំហើយមិនព្រមឈប់ចាបាទនេះបុកម៉ូតូគាត់ចឹងណាទៅហើយអត់ព្រមឈប់នេះកំហុសដែលនាំឲ្យខ្ញុំគប់ដុំថ្មដោយសារលោកមិនព្រមឈប់ពេលដែលបុកម៉ូតូខ្ញុំហើយចាប៉ុន្តែអ្នកបើកហ្នឹងមិនមែនអ្នកគប់ទេគឺអ្នកប្រជាពលរដ្ឋនៅជុំវិញគេគប់គេឃើញគេជឿឆ្អាលជំនួសណាចាបាទអញ្ចឹងអ្នកគប់មិញមិនមែនខាងម្ចាស់ម៉ូតូទេតែអ្នកដែលគេឃើញហេតុការណ៍គេជឿឆ្អាលថាឡាននេះហេតុអីបានជាបុកគេហើយនៅអូសប៉ុណ្ណឹងហើយមិនព្រមឈប់ចាអានឹងកំហុសអញ្ចឹងឃើញនេះមហាជនជាអ្នកឈឺឆ្អាលចាបាទគេឈឺឆ្អាលព្រោះឥឡូវនេះភាពយុត្តិធម៌និងអយុត្តិធម៌គេបែងចែកច្បាស់ចាបាទមិនចាំបាច់ទៅវែងឆ្ងាយឡើងតុលាការអីកម្ពុជាលេខថែមទៀតទេព្រោះឥឡូវប្រជាពលរដ្ឋគាត់ឃើញថាអញ្ចឹងឃើញភ្នែកទៅហើយទៅតាមម៉េចចាបាទស្រាប់តែទៅដល់ឃើញភ្នែកហើយដល់ពេលចេញលទ្ធផលចុះវិញណាទទួលយកបានណាបាទអញ្ចឹងដើម្បីផ្ដល់នៅភាពកក់ក្ដៅរវាងគ្នានឹងការអធិស្ឋានគ្នាសូមឲ្យថាប៉ះពីបន្តិចចេញមកនិយាយមកហើយក៏គុំគិតថានៅក្នុងឡានអីហើយសូមឲ្យប្រជាពលរដ្ឋរបស់យើងបើសិនជាម្ចាស់ឡានគេសភាពរៀបសារទុនភ្លុនដែលបុកឯងគុំទៅប្រើប្រាស់អំពើហិង្សាទៅលើគេបាទកំហុសខ្លាចខុសមកលើយើងទៀតបើគ្នាចុះមកសុំទោសហើយនឹងទទួលកំហុសហើយទៅធ្វើបាបគ្នាអីទៀតបាទហ្នឹងយើងខុសវិញណាយើងទៅវាយគេណាបាទហ្នឹងយើងទៅគិតទាំងអស់គ្នាទាំងគេទាំងយើងពេលខ្លះគ្រោះថ្នាក់វាមិនមែនអ្នកណាចង់ឲ្យគ្រោះថ្នាក់ទេប៉ុន្តែវាដោយចៃដន្យអញ្ចឹងយើងអាចទៅជែកគ្នាបានទៅបញ្ចប់បញ្ហានៅនឹងកន្លែងនេះគឺចប់ហើយបាទតោះទៅទៀតចាឥឡូវនេះបន្តចូលមួយរឿងទៀតចេញពីជប់លៀងគឺជិះម៉ូតូវ៉ារថយន្តអត់ផុតក៏ជ្រុលទៅបុកគូរថយន្តដួលរងរបួសធ្ងន់បរិមអ្នកគឺជាជាងម៉ាស៊ីនភ្លើងរបស់ក្រុមហ៊ុន Crown ចេញពីជប់លៀងជិះម៉ូតូវ៉ារថយន្តអត់ផុតក៏ជ្រុលទៅបុកគូរថយន្តបណ្ដាលឲ្យដួលបែកមុខបែកមាត់រងរបួសធ្ងន់កាលពីវេលាម៉ោង 9:45 នាទីយប់ថ្ងៃទី 9 ខែធ្នូមកមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រតាមមហាវិទ្យាល័យសហព័ន្ធរុស្ស៊ីភូមិបប្រកខាងជើងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យប្រពន្ធព័ត៌មានបានដឹងថាមុនពេលកាត់ហេតុម៉ូតូបង្កម៉ាក Honda Dream ពណ៌ខ្មៅស៊េរីឆ្នាំ 2012 បើកបរដោយឈ្មោះសេងសុធាភេទប្រុសអាយុ 29 ឆ្នាំជាជាងម៉ាស៊ីនភ្លើងក្រុមហ៊ុន Crown ស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យទើបនឹងចេញពីជប់លៀងបើកបរស្របជាមួយនឹងរថយន្ត Ford Ranger ពណ៌ទឹកប្រាក់មកដល់ចំណុចខាងលើម៉ូតូជិះវ៉ារថយន្តអត់ផុតក៏ជ្រុលទៅបុកគូរថយន្តចំហៀងខាងស្ដាំធ្វើឲ្យក្រពិតកាងចំណែកឯអ្នកបើកម៉ូតូដួលបែកមុខបែកមាត់រងរបួសធ្ងន់ហើយក្រោយពេលកាត់ហេតុអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនចំនួន 15 ធ្នេចំណែកឯម៉ូតនិងចំណែកឯម៉ូតូនិងរថយន្តសមត្ថកិច្ចយកទៅដោះស្រាយនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបាទប្រហែលឈុតនេះសិតតែគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ណាប៉ុន្តែមិនស្លាប់ទេចាអត់ស្លាប់ទេបាទប៉ុន្តែគ្រាន់តែថារងរបួសចាបាទ
ចឹងលោកអ្នកមានអីក្រៅពីយើងមានការប្រុងប្រយ័ត្នខ្លួនឯងទេគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយប្រការណាមួយនោះគឺអាស្រ័យទៅដោយខ្លួនយើងជាអ្នកប្រយ័ត្នការពារដោយខ្លួនឯងបាទហើយច្បាប់ចរាចរណ៍ថ្មីបានចេញហើយតម្រូវឲ្យប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នាត្រូវតែគោរពច្បាប់បាទហើយបុគ្គលដែលមិនគោរពច្បាប់លោកអ្នកកុំតាមគេកុំឃើញថាគេជិះខុសហើយគេមិនគោរពហើយយកតម្រាប់តាមគេហើយទៅថាឲ្យប៉ូលីសថាលោកឯងព្រមចាប់អ្នកខុសដែរទៅមកចាប់អីខ្ញុំអញ្ចឹងអ្នកនោះមិនជិះបានបាទឥឡូវវាជិះបានអ្នកជិះបានឲ្យគាត់ទៅតឯងទៅបាទយើងគោរពទៅបើថាវាខុសទៅហើយកុំទៅតាមអ្នកខុសតែប៉ុណ្ណឹងទៅបានបាទអញ្ចឹងបានគេនិយាយរឿងនេះមួយនិយាយរឿងគ្រោះថ្នាក់ចរាចរណ៍មួយដែលតាមផ្លូវនាងម្នាក់ជិះម៉ូតូឆាលីឆ្លងកាត់ទៅតឹងផ្លូវចាដល់អត់មើលមុខមកក្រោយតាមួយគាត់បើកម៉ូតូមកដែរគាត់ជិះម៉ូតូដែរចាបាទជិះមកបុកនាងពងឲ្យឆ្លងបុកទាំងបុកទៅដួលនាងស្លាប់ចាដល់នាងស្លាប់តានេះគាត់មានគុណធម៌របស់គាត់ឈប់ទៅអែលរូតបាទអែលរូតដល់ពេលអត់ដឹងខ្លួនហៅឡានពេទ្យទេហៅឡានពេទ្យនោះវាមិនទាន់មកដល់លើកនាងចាដល់លើកនាងពីអាកន្លែងលើផ្លូវនោះមកដាក់ខាងចើមផ្លូវបាទព្រោះវាស្ទះខ្លាំងពេកដល់លើកមកទៅខំប្រឹងលើកនាងលិចផោមតេដឹងខ្លួនវិញលិចផោមដល់ពេលដល់លិចផោមលេងតានេះគាត់ថាមិនហ៎នៅឃើញនាងឯងមិញបើកាផ្លេតែប៉ុណ្ណឹងខ្ញុំជឿបាទខ្ញុំគិតមិនកាផ្លេតែមិញអត់កាផ្លេសោះតានឹងគាត់ដឹងផោមមែនអត់ដឹងយល់បាទចូលគ្នាដឹងខ្លួនឯងលិចផោមហ្នឹងហើយតានេះថែមទៀតនាងឯងសិផ្លេតែប៉ុណ្ណឹងតាជឿបាទតែព្រមសិផ្លេសោះចឹងបាទថាវារឿងដល់ចៃដន្យអាហ្នឹងវាដូចខ្ញុំធ្លាប់និយាយថាតែពេលដែលគេឃើញម៉ូតូរបស់នាងបើកភ្លើងមុខចាបើកភ្លើងមុខទាំងថ្ងៃវាកន្លែងខ្លះប៉ូលីសគាត់ឃើញបើកភ្លើងមុខគាត់ផាកចាគាត់ផាកដែលបើកភ្លើងទាំងថ្ងៃប៉ុន្តែគ្មានច្បាប់ណាបើកភ្លើងផាកទេចាតែប៉ូលីសខ្លះគាត់ទៅផាកគេដោយសារបើកភ្លើងដល់ចុងវាវចឹងមកផាកគេថារឿងអីមានអស់ពុនអីក៏មានអីប៉ុន្តែវាដោយសារបើកភ្លើងគេផាកដល់ពេលចឹងទៅដល់យើងទម្លាប់តែឃើញគេបើកភ្លើងផាកអញ្ចឹងគាត់ម្នាក់នោះគាត់កំពុងបបសនៅចើមផ្លូវដល់ចើមផ្លូវឃើញនាងជិះម៉ូតូទៅគាត់ទៅសាលាណាដល់ពេលអញ្ចឹងឃើញម៉ូតូបើកភ្លើងហើយចិត្តដល់ស្តុបពេទ្យចិនហើយហើយគាត់នៅកន្លែងនោះគាត់ឃើញបើកភ្លើងគាត់ថាអេនាងអូដៃយ៉ាងមកទៅដៃយ៉ាងហើយនាងនោះវាងាកទៅចាប់ដោះជ្រូកទៅចាប់ដោះឆ្កែវិញងាកមកអញ្ចឹងតាមពិតគ្នាបំណងល្អឲ្យបិទភ្លើងវាទៅច្រំអញ្ចឹងអាណាទៅដឹងអត់ដឹងកំណត់សញ្ញាហើយសញ្ញាគាត់សញ្ញាឲ្យបិទភ្លើងហើយដល់ពេលសញ្ញានាងឃើញអញ្ចឹងថាទៅចាប់ដោះឆ្កែមើលបាទទៅចឹងអញ្ចឹងវាអត់យល់សញ្ញាបាទអញ្ចឹងបើអត់យល់សញ្ញាកុំខឹងគេដល់ទៅពេលទីបំផុតនាងសុំទោសគេវិញហ្នឹងមែនទៅដល់អាឡៃស្តុបនោះប៉ូលីសផាកមែនដល់ប៉ូលីសផាកទៅគាត់ថាផាកខ្ញុំរឿងអីបើកភ្លើងមុខបើកភ្លើងហ្វាមុខអញ្ចឹងគេថាអញ្ចឹងបើកភ្លើងហ្វាផាកគេខ្លាចគេច្រឡំគណៈអធិបតីណែម៉ូតូមួយគណៈអធិបតីដល់ពេលអញ្ចឹងទៅបាននឹកឃើញថាអូពូហូបបបមិញគាត់ធ្វើអញ្ចឹងឲ្យខ្ញុំបិទភ្លើងបាទអញ្ចឹងក៏ប៉ូលីសផាកហើយត្រឡប់មកវិញមកសុំទោសពូមិញខ្ញុំសុំទោសមិញឲ្យពូធ្វើដៃមិញមិនខ្ញុំឲ្យនាងបិទភ្លើងមុខខ្លាចប៉ូលីសផាកពូខ្ញុំសុំទោសខ្ញុំថាតែពូឯងធ្វើច្រំអញ្ចឹងទៅឯណាបានដាក់ម៉ាត់ឲ្យទៅចាប់ដោះឆ្កែវិញបាទទៅបញ្ចប់ប៉ុណ្ណឹងហើយនឹងនេះសារខ្លីមិញនេះអ្នកនៅចិត្តកន្លែងក្លឹបកំសាន្តហេបហបសៀមរាប
លោកតកែក្លឹប hip hop អើយព្រោះក្លឹប hip hop ហ្នឹងទៅឆេះមួយតែគាត់មាន2មួយឥឡូវដំណើរការហើយលោកតកែក្លឹប hip hop នៅសៀមរាបឥឡូវនេះសាររបស់ពលរដ្ឋដែលនៅជិតខាងហ្នឹងគាត់ថាសូមឲ្យលោកតកែបន្ថយសំឡេងភ្លេងតិចយប់ឡើងបាទភ្លេងហ្នឹងវាលឺដូចជាធ្លាយចេញមកក្រៅបាទបើសិនជាភ្លេងនៅក្នុងវាមិនអីតែគាត់ប្រហែលជានៅប្រហោងទៅបិទទៅផងបាទអញ្ចឹងនេះជាតំណែងមួយសម្រាប់ឲ្យលោកតកែក្លឹប hip hop នៅសៀមរាបគាត់ថាសំឡេងខ្លាំងចេញមកក្រៅដែលគាត់សម្រាប់បានបាទអញ្ចឹងបើបានលឺហើយខាងលោកតកែ hip hop មេតាសម្រួលសំឡេងដើម្បីកុំឲ្យរំខានដល់អ្នកជិតខាងបាទអរគុណទូទាំងអ្នកជនឥឡូវនេះដល់ម៉ោងសម្រាប់សូមពេលសម្រាប់បន្តិចសិនបាទតិចទៀតវិលមកជួបគ្នាបន្តទៀតបាទ